តែក៏យើងទៅតែរកឃើញនៅថ្ងៃទី21ពេលព្រឹកយើងរមកយប់ដល់ព្រឹកឲ្យទៅតែឃើញបាទលាកក្នុងទឹកដីភូមិស្លោក្រាមឃុំស្លោក្រាមស្រុកស្វាយជ័យខេត្តទីមានជ័យហើយថាយន្តហោះមាននៅបើនេះមិនដឹងថាជារបស់ខាងណាទេបាទគឺថតទុកជាបាយការណ៍បាទសួស្តីប្រិយមិត្តសារព័ត៌មានសង្ហបុរី CNA នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាននៅលើទំព័រ Facebook ផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអានវ៉ាអ៊ីប្រាហ៊ីមនៅថ្ងៃអាទិត្យទី21ខែធ្នូនេះបាននិយាយថាកិច្ចប្រជុំនៅថ្ងៃច័ន្ទនឹងផ្ដល់ឱកាសសម្រាប់ភាគីទាំងពីរកម្ពុជាថៃក្នុងការចរចាដោយផ្ទាល់និងដោះស្រាយភាពខុសគ្នារបស់ពួកគេដោយសន្តិវិធីនិងធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយយុត្តិធម៌និងយូរអង្វែងលោកបានសង្កត់ធ្ងន់នៅលើរឿងនេះទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតនិងសមាភាគីរបស់លោកគឺអនុទីនឆាវ៉ារីគុលចំណែកនៅលើបណ្ដាញសង្គម X សារព័ត៌មានខៅសតនាយករដ្ឋមន្ត្រីថៃអនុទីននិយាយថាពួកគេអំពាវនាវសូមឲ្យមានបទជបាញ់សូមឲ្យប្រទេសថៃត្រឡប់ទៅធ្វើរឿងនេះរឿងនោះវិញសូមឲ្យប្រទេសថៃគោរពរឿងនេះឬរឿងនោះប៉ុន្តែមើលចុះតើអ្នកណាគោរពប្រទេសថៃសូមទៅប្រាប់អ្នកដែលកំពុងធ្វើបាបប្រទេសថៃទៅមិនមែនប្រាប់មកប្រទេសថៃទេប្រទេសថៃលែងជឿលើមនុស្សម្នាក់នេះឬមនុស្សម្នាក់នោះទៀតហើយប្រទេសថៃជឿលើខ្លួនឯងហើយយើងនឹងធ្វើសកម្មភាពតាមរបៀបដែលយើងយល់ថាសមរម្យយើងមិនអាចអនុញ្ញាតឲ្យទាហានរបស់យើងប្រជាជនរបស់យើងត្រូវគេធ្វើបាបនោះទេនេះជាផ្នែកមួយនៃខ្លឹមសារនៃអត្ថន័យពាក្យថាអធិបតេយ្យភាពរបស់ថៃនេះមិនមានអ្វីតាក់ទងនឹងការបោះឆ្នោតឬរឿងអ្វីផ្សេងទៀតនោះទេយោធានិងកងកម្លាំងប្រដាប់អាវុធត្រូវតែធ្វើសកម្មភាពជាបន្ទាន់ឲ្យបានឆាប់ដើម្បីអធិបតេយ្យភាពនិងសន្តិសុខរបស់ថៃនៅក្នុងតំបន់ឬគោលដៅទាំងអស់ដែលយើងចង់បានយើងមិនគួរព្រួយបារម្ភអំពីការផ្គាប់ចិត្តនរណាម្នាក់ឡើយទាហានថៃគ្មានជំរឿនទៀតទេ